បន្ទាប់ពីអ្នកទាំងពីរបានឆ្លងស្ពានថ្មនោះរួចពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៅមុខទៀតវរៈក៏បាននិយាយទៅកាន់បញ្ញវន្តថាលោកគ្រូវត្តតើពួកយើងគួរទៅធ្វើដំណើរទៅណាទៅពេលដែលឮវរៈសួរបែបហ្នឹងបញ្ញវន្តក៏បានងាកមកខាងក្រោយហើយក៏បានតបទៅវរៈថាពួកយើងចេះតែធ្វើដំណើរបន្តទៅមុខទៅណាវរៈយើងមិនដឹងថាគួរទៅណានោះទេទៅដល់កន្លែងណាសម្រាប់កន្លែងហ្នឹងបើទីកន្លែងណាមានរឿងចាំយើងជួយដោះស្រាយទៅអ្នកភូមិទៅចោះណាវរៈក៏ងក់ក្បាលពួកគេក៏បានធ្វើដំណើរបន្តកតុយគ្នាបានន័យថាបញ្ញវន្តជិះសេះនៅខាងមុខវរៈជិះដំរីនៅខាងក្រោយពួកគេធ្វើដំណើរកាត់ព្រៃកាត់វាលកាត់អីអញ្ចឹងទៅបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកដល់ភ្នំមួយភ្នំនោះគឺជាភ្នំខ្មោចនៅពេលដែលអ្នកទាំងពីរបានធ្វើដំណើរមកដល់ភ្នំខ្មោចនឹងហើយបញ្ញវន្តក៏បាននិយាយទៅកាន់វរៈថាវរៈពួកយើងគួរតែសម្រាកនៅទីនេះសិនហើយបើសិនជាធ្វើដំណើរទៅមុខទៀតក៏មិនដឹងថាមានភូមិអ្នកស្រុកឬក៏អត់នោះទេព្រោះថានៅពេលនេះពន្លឺព្រះអាទិត្យក៏ធ្លាក់ខ្លាំងណាស់ទៅហើយវរៈក៏តបទៅពីខាងក្រោយថាប៉ិនមែនហើយលោកគ្រូវត្តពួកយើងគួរតែរកកន្លែងណាសម្រាប់ឲ្យបានត្រឹមត្រូវទៅជាពិសេសកន្លែងណាដែលមានដើមឈើធំធំស្រួលជ្រោកទឹកសន្សើមផងណាពេលដែលនិយាយគ្នាត្រូវរើហើយអ្នកទាំងពីរក៏បន្តដំណើរទៅមុខក្បែរជើងភ្នំខ្មោចនោះតែម្ដងពេលដែលទៅមុខបានបន្តិចអ្នកទាំងពីរក៏បានមកដល់ដើមឈើធំមួយដើមឈើហ្នឹងពិតជាធំមែនទែន 3-4 អោបមនុស្សក៏មិនជុំដែរមើលទៅនោះបញ្ញវន្តក៏បាននិយាយទៅវរៈថាពួកយើងគួរតែសម្រាកនៅក្រោមដើមឈើធំនេះហើយនៅយប់នេះព្រោះថាដើមឈើនេះមានមេឃសាខាទៅជើងទៅឆៃខ្លាំងណាស់ពេលដែលឮបញ្ញវន្តនិយាយបែបនេះហើយវរៈក៏ងក់ក្បាលរួចវរៈក៏សម្លឹងមើលទៅកាន់ដើមឈើហ្នឹងប៉ុន្តែស្រាប់តែពេលដែលសម្លឹងមើលទៅកាន់ដើមឈើនឹងទៅវរៈក៏បានប្រទះឃើញខ្មោចស្រីមួយក្បាលមិនដឹងថានាងនឹងគឺជាខ្មោចឬក៏ព្រីនោះទេប៉ុន្តែពេលហ្នឹងវរៈមិនបានធ្វើអ្វីឬក៏មិនបាននិយាយអ្វីទៅកាន់បញ្ញវន្តឡើយវរៈក៏បានចុះពីលើដំរីរបស់ខ្លួនរួចក៏ដើរសម្ដៅទៅក្រោមដើមឈើហ្នឹងចំណែកបញ្ញវន្តវិញគេក៏បានដឹកសេះរបស់គេចងនៅក្បែរដើមឈើនឹងដូចគ្នាបន្ទាប់មកអ្នកទាំងពីរក៏អង្គុយនិយាយគ្នានៅក្រោមដើមឈើនឹងបានបន្តិចមេឃក៏វាធ្លាក់ពលឺខ្លាំងទៅហើយវរៈក៏និយាយទៅកាន់បញ្ញវន្តថាយប់នេះតើពួកយើងគួរតែធ្វើធ្នាក់ដែរឬក៏អត់លោកគ្រូវត្តបញ្ញវន្តក៏ក្រវីក្បាលរួចក៏តបវិញថាធ្វើធ្នាក់ធ្វើអីវរៈអើយពួកយើងសិតតែជាអ្នកចេះអាគមតាអញ្ចឹងវាគ្មានបញ្ហាអ្វីនោះទេវរៈក៏តបវិញថាដូចជាមិនទុកចិត្តទេគ្រូវត្តអើយទោះបីជាពួកយើងចេះអាគមក៏ដោយប៉ុន្តែយើងក៏មានការប្រមាថឲ្យសោះណាឬបែបហ្នឹងហើយបញ្ញវន្តក៏សម្លឹងមើលទៅកាន់វរៈរួចញញឹមហើយក៏បានតបវិញថាមិនអីទេបើសិនជាមានបញ្ហាអ្វីទុកឲ្យខ្ញុំជាអ្នករ៉ាប់រងណាពេលហ្នឹងអ្នកទាំងពីរក៏សើចដាក់គ្នាបន្ទាប់មកវរៈក៏បាននិយាយទៅកាន់បញ្ញវន្តទៀតថាអញ្ចឹងគ្រូវត្តឯងនៅទីនេះហើយចាំខ្ញុំទៅរកមើលសត្វនៅក្បែរម្ដុំនេះក្រែងបានសត្វមួយក្បាលពីរយកមកធ្វើម្ហូបនៅយប់នេះណាបញ្ញវន្តក៏ងក់ក្បាលយល់ព្រមវរៈក៏ចាប់ផ្ដើមដើរចាក់ចេញពីទីកន្លែងនឹងតែម្ដងមេឃកាន់តែងងឹតទៅហើយមួយសន្ទុះធំក្រោយមកក៏ឃើញវរៈដើរត្រឡប់មកកន្លែងវិញដោយដៃរបស់គេទាំងសងខាងកាន់បានសន្សាយពីរក្បាលពេលដែលមកដល់កន្លែងភ្លាមក៏ឃើញបញ្ញវន្តបានបង្កាត់ភ្លើងរួចរាល់ហើយវរៈក៏បានយកទន្សាយទាំងពីរក្បាលនឹងយកទៅធ្វើនៅក្បែរជើងភ្នំនឹងបន្ទាប់ពីវរៈបានធ្វើសត្វទន្សាយនឹងរួច
គេក៏បានយកទុនសាយទាំងពីរនឹងយកមកអាំងហើយពួកគេអាំងបណ្ដើជជែកគ្នាបណ្ដើប្រាយគ្នាបណ្ដើអញ្ចឹងទៅរហូតដល់តែទុនសាយនឹងច័ន្ទពួកគេក៏ចាប់ផ្ដើមហូបសត្វទុនសាយនឹងនាយប់នឹងតែម្ដងលុះរហូតដល់ម៉ោងប្រហែលជាខ្ទង់10ឬក៏11អីហ្នឹងទើបពួកគេទាំងពីរនាក់ចូលទៅសម្រាកនៅក្បែរគល់ឈើចំណែកឯងើកភ្លើងនឹងក៏នៅតែបង្កាត់ឆេះរហូតលុះពួកគេកំពុងតែសម្រាកនៅគល់ឈើដ៏ធំនឹងមិនទាន់បានប្រមាណផងក៏ស្រាប់តែឮសេះរបស់បញ្ញាវុធវាបានស្រែកយ៉ាងខ្លាំងដូចជាវាកំពុងតែផ្អើលជាមួយនឹងអ្វីអញ្ចឹងបន្ទាប់ពីឮសំឡេងសេះរបស់ខ្លួនផ្អើលបែបនេះវីរៈនិងបញ្ញាវុធពួកគេទាំងពីរនាក់ក៏ស្ទុះក្រោកយ៉ាងលឿនហើយក៏សម្លឹងមើលទៅជុំវិញបរិវេណនឹងព្រោះថានៅជុំវិញខ្លួនគេហ្នឹងមិននឹងគេសម្រាកគេក៏បានសូត្រប្រោះព្រំក៏ដូចជាបង្កើតនៅសីមាដើម្បីការពារទីកន្លែងដែលពួកគេទាំងពីរនាក់សម្រាកហើយតែប្រហែលជាសេះរបស់បញ្ញាវុធបានឃើញអ្វីចម្លែកនៅខាងក្រៅខ្សែសីមារបស់ពួកគេហើយបានជាវាស្រែកនឹងប៉ាល់បែបហ្នឹងនោះព្រោះថាសត្វវាមានញាណពិសេសខុសពីមនុស្សយើងនៅពេលដែលពួកគេទាំងពីរនាក់បានក្រោកមកសម្លឹងមើលជុំវិញបរិវេណនឹងមិនឃើញមានអ្វីហើយបញ្ញាវុធក៏បានដើរទៅក្បែរសេះរបស់គេសូត្រអ្វីដាក់នឹងដៃហើយបន្ទាប់មកគេក៏បានទះទៅលើក្បាលសេះរបស់គេបន្តិចរួចសេះនោះក៏បានដេកទៅវិញបាត់ទៅដោយវាមិនមានអាការៈផ្អើលទៀតនោះឡើយរួចពួកគេទាំងពីរនាក់ក៏ទៅសម្រាកវិញបាត់ទៅលុះសម្រាកដល់យប់បន្តិចពួកគេទាំងពីរនាក់ក៏ស្រាប់តែមានអារម្មណ៍ថាហាក់បីដូចជាមានអ្វីមួយកំពុងតែសម្លឹងមើលមកកាន់ពួកគេពីលើដើមឈើដែលពួកគេកំពុងតែសម្រាកខាងក្រោមនឹងអញ្ចឹងវីរៈក៏បានបើកភ្នែកស្រឹមសម្លឹងមើលទៅកាន់ដើមឈើនឹងប៉ុន្តែហាក់បីដូចជាគ្មានអ្វីសោះប៉ុន្តែវីរៈដឹងហើយថានៅដើមឈើធំនេះវាមានវិញ្ញាណខ្មោចរស់នៅទីនេះរួចវីរៈក៏បិទភ្នែកសម្ងំដេកវិញទៅបន្តិចក្រោយមកខ្មោចមួយដែលនៅលើដើមឈើធំហ្នឹងវាក៏បានវាចុះពីលើដើមឈើហ្នឹងមករកអ្នកទាំងពីរពេលដែលខ្មោចស្រីហ្នឹងវាជិតមកដល់អ្នកទាំងពីរហើយវាក៏បានលៀនអណ្ដាតទម្លាក់ចុះមកក្រោមលិទ្ធមុខរបស់វីរៈពេលហ្នឹងវីរៈក៏បើកភ្នែកព្រមសម្លឹងមើលទៅកាន់វារួចមាត់របស់វីរៈមិនដឹងថាសូត្រអ្វីនោះទេបន្ទាប់មកគេក៏បានចូលដៃរបស់គេចាប់ទាញអណ្ដាតខ្មោចស្រីម្នាក់នឹងទម្លាក់យកតែម្ដងពួកគេទាំងពីរនាក់បានរាយខ្សែសីមាព័ទ្ធជុំវិញតែនៅខាងក្រោមនោះទេចំណែកឯនៅខាងលើវិញពួកគេមិនបានរាយឬក៏ព័ទ្ធខ្សែសីមាទៅខាងលើឡើយដូច្នេះទើបធ្វើឲ្យខ្មោចស្រីម្នាក់នឹងបានវាចុះមករកពួកគេបានពេលដែលវីរៈចាប់អណ្ដាតខ្មោចស្រីម្នាក់នឹងទាញចុះមកលើដីហើយវីរៈក៏បានសួរទៅកាន់ខ្មោចស្រីម្នាក់នឹងថាតើឯងមករកអីឯងចង់ងាប់ម្ដងទៀតមែនទេខ្មោចស្រីម្នាក់នឹងទៅចេះខ្លាំងណាស់គេមិននិយាយទេគេខំព្យាយាមលូនអណ្ដាតរបស់គេទាញឲ្យចូលមាត់វិញប៉ុន្តែមានចូលមាត់ឯណាបើវីរៈសូត្រមន្តអាគមដាក់នឹងដៃរបស់គេចាប់អណ្ដាតខ្មោចស្រីម្នាក់នឹងជាប់ហើយនឹងវីរៈក៏បាននិយាយទៅកាន់ខ្មោចស្រីនឹងម្ដងទៀតថាតើឯងមិនដឹងថាយើងជាអ្នកណាទេមែនទេបានជាឯងហ៊ានប្រហើនមកបែបនេះនៅពេលដែលវីរៈកំពុងតែនិយាយនោះបញ្ញាវុធក៏បានភ្ញាក់ដឹងខ្លួនបញ្ញាវុធក៏បានបែរសម្លឹងមើលទៅកាន់វីរៈឃើញវីរៈកំពុងតែទាញអណ្ដាតខ្មោចស្រីនោះឡើងវិញខ្មោចស្រីនោះនិយាយទៅកាន់វីរៈមិនកើតនោះទេបានត្រឹមតែធ្វើកាយវិការតែប៉ុណ្ណោះពេលដែលឃើញបែបហ្នឹងវីរៈក៏ភ្ញាក់ខ្លួនព្រឺនអញ្ចឹងតើបានសួរទៅវា2 3ដងវាមិនឆ្លើយនឹងយើងទាល់តែសោះវីរៈក៏បានប្រឡែងអណ្ដាតរបស់ខ្មោចស្រីនឹងវិញហើយវីរៈក៏បានសួរទៅកាន់ខ្មោចស្រីនឹងម្ដងទៀតថាឯងមករកពួកយើងទាំងពីរនាក់តើឯងមិនដឹងថាពួកយើងគឺជាអ្នកណាទេមែនទេបានជាឯងហ៊ានប្រហើនមករកពួកយើងដូច្នេះខ្មោចស្រីនឹងក៏បានតបទៅវីរៈវិញថាយើងមិនបានដឹងថាពួកឯងគឺជាអ្នកណានោះទេប៉ុន្តែពួកឯងចូលមកដល់កន្លែងយើងដូច្នេះហើយទើបយើងមករកពួកឯងបែបនេះបញ្ញាវុធក៏បានដើរមកគៀកវីរៈរួចក៏និយាយទៅកាន់ខ្មោចស្រីនឹងថា
ឯងឆាប់ទៅវិញទៅបើមិនចង់រំលាយវិញ្ញាណពេលនឹងខ្មោចស្រីម្នាក់នឹងខឹងខ្លាំងណាស់ខឹងពួកគេទាំងពីរនាក់ដែលនិយាយស្ដីមិនគោរពម្ចាស់ទឹកម្ចាស់ដីក៏ដូចជាម្ចាស់ទីកន្លែងដូចជារូគេពេលនឹងគេក៏ខំព្យាយាមលូកដៃទៅច្របាច់ករបស់វីរៈនិងបញ្ញាវុធប៉ុន្តែមានតាន់បានលូទៅឯណាស្រាប់តែអ្នកទាំងពីរក៏បានសូត្រនៅបាលីមន្តអាគមបង្កើតបានជាខ្សែពណ៌មាសភ្លឺផ្លេករំពាត់ទៅលើខ្លួនខ្មោចស្រីនោះខ្មោចស្រីនឹងក្តៅក្រហល់ក្រហាយខ្លាំងណាស់ហើយក៏បានស្រែកថាដោះលែងខ្ញុំទៅលោកគ្រូខ្ញុំក្រៀងហើយខ្ញុំខ្លាចហើយខ្ញុំក្តៅខ្លាំងណាស់ដោះលែងខ្ញុំទៅលោកគ្រូអើយពេលហ្នឹងខ្មោចស្រីម្នាក់ហ្នឹងក៏បានដួលទៅលើដីភីងតែម្ដងមើលទៅស្ថានភាពរបស់ខ្មោចស្រីម្នាក់ហ្នឹងប្រកាច់ប្រកិនរមៀលពេញតែដីបញ្ញាវុធក៏បាននិយាយទៅកាន់ខ្មោចស្រីម្នាក់ហ្នឹងថាយ៉ាងម៉េចហើយតើឯងស្គាល់ពួកយើងថាជាអ្នកណាហើយឬនៅខ្មោចស្រីម្នាក់ហ្នឹងក៏បានឆ្លើយទាំងក្រហល់ក្រហាយនិងក្តៅពេញតែខ្លួនថាខ្ញុំដឹងថាលោកគ្រូគឺជាអ្នកណាហើយលោកគ្រូសូមដោះលែងខ្ញុំទៅពេលដែលឮសម្ដីខ្មោចស្រីនិយាយបែបហ្នឹងពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមសូត្រនៅមន្តអាគមបន្តិចក្រោយមកក៏ស្រាប់តែខ្សែសីមាដែលមានពន្លឺពណ៌មាសផ្លេកៗហ្នឹងក៏បានបាត់ចេញពីរូបរាងកាយខ្មោចស្រីម្នាក់ហ្នឹងវិញទៅខ្មោចស្រីម្នាក់ហ្នឹងក៏បានលុតជង្គង់អរគុណទៅដល់អ្នកទាំងពីរដែលមិនធ្វើបាបខ្លួនបន្ទាប់មកខ្មោចស្រីម្នាក់ហ្នឹងក៏បានរលាយបាត់ពីមុខអ្នកទាំងពីរតែម្ដងបញ្ញាវុធនិងវីរៈក្រោយពីខ្មោចស្រីម្នាក់ហ្នឹងបានរលាយបាត់ទៅវិញអ្នកទាំងពីរក៏ចាប់ផ្ដើមសម្រាកនៅក្រោមដើមឈើធំហ្នឹងតទៅទៀតទៅនៅពាក់កណ្ដាលរំលងអាត្រៀនក៏ស្រាប់តែឮសំឡេងជ្រូកមកឈ្មោះក្បែរអ្នកទាំងពីរពេលហ្នឹងបញ្ញាវុធក៏បានភ្ញាក់ឡើងភ្ញាក់ព្រឺតជាមួយនឹងជ្រូកព្រៃដ៏ធំមួយក្បាលដែលកំពុងតែនៅក្បែរពួកគេទាំងពីរនាក់បញ្ជាបងប្អូនទាំងអស់គ្នាថានៅក្បែរមិនមែននៅគៀកពួកគេទាំងពីរនាក់នោះឡើយនៅក្បែរបានន័យថាជ្រូកព្រៃមួយក្បាលដ៏ធំហ្នឹងណាវានៅក្រៅខ្សែសីមាដែលពួកគេទាំងពីរនាក់បានពាត់នៅកន្លែងនោះតែប៉ុណ្ណោះបញ្ញាវុធបានសម្លឹងមើលទៅកែវភ្នែករបស់ជ្រូកព្រៃដ៏ធំមួយក្បាលហ្នឹងភ្លាមនឹងបញ្ញាវុធដឹងថាជ្រូកព្រៃមួយក្បាលដែលកំពុងតែនៅក្បែរពួកគេនេះមិនមែនជាជ្រូកព្រៃធម្មតានោះទេវាមានទំហំខ្លួនសឹងតែប៉ុនកោបាមួយក្បាលទៅហើយនិយាយទៅទំហំខ្លួនរបស់វាសឹងតែខ្ពស់ជាងពួកគេទាំងពីរនាក់ទៀតនៅពេលហ្នឹងបញ្ញាវុធក៏បានយកដៃទៅកេះវីរៈឲ្យក្រោកឡើងវីរៈក៏បានបើកភ្នែកព្រឹមសម្លឹងមើលទៅមុខក៏ស្រាប់តែឃើញជ្រូកព្រៃដ៏ធំមួយក្បាលឡើងប្រប៉ុណ្ណានៃវីរៈភ្ញាក់ព្រឺតហើយក៏បានស្ទុះក្រោកឡើងសួរទៅកាន់បញ្ញាវុធថាយីមិញខ្ញុំស្មានតែសត្វអីផ្សេងតើតាមពិតជ្រូកព្រៃសោះហើយជ្រូកព្រៃអីក៏ធំសម្បើមយ៉ាងនេះបញ្ញាវុធក៏បានតបវិញថាជ្រូកព្រៃមួយក្បាលនេះមិនមែនជាជ្រូកព្រៃធម្មតានោះទេសម្លឹងមើលទៅកែភ្នែករបស់វាទៅគឺហាក់ដូចជាមានអ្វីម្យ៉ាងដែលកំពុងតែគ្រប់គ្រងវាអញ្ចឹងនៅពេលដែលជ្រូកព្រៃដ៏ធំមហិមាមួយក្បាលហ្នឹងបានឃើញអ្នកទាំងពីរភ្ញាក់ដឹងខ្លួនបែបនេះវាក៏បានដើរថយក្រោយបានចម្ងាយប្រហែលជាខ្ទង់5ម៉ែត្រអីហ្នឹងវាក៏បានបោលមកមុខពេញមួយទំហឹងមើលទៅវាប្រុងយកចែកកាច់របស់វាចូលអ្នកទាំងពីរសម្លាប់ហើយមើលទៅនោះពេលដែលវារត់មកដល់កន្លែងដែលពួកគេទាំងពីរនាក់បានពាត់ខ្សែសីមាស្រាប់តែពន្លឺចាំងជះឆ្វាច់ចំជ្រូកព្រៃមួយក្បាលនឹងធ្វើឲ្យវាខ្ទាតឡើង 3-4 ម៉ែត្រទៅក្រោយវិញបន្ទាប់ពីជ្រូកព្រៃដ៏ធំនឹងវាបានខ្ទាតទៅក្រោយវិញហើយបន្តិចក្រោយមកវាក៏បានក្រោកឈរវិញហើយវាក៏បានបោលទៅបុកអ្នកទាំងពីរម្ដងទៀតប៉ុន្តែលើកនេះអាចជ្រូកព្រៃមួយក្បាលនឹងវាក៏បានបោលផុតខ្សែសីមានឹងបុកទៅកាន់អ្នកទាំងពីរតែសំណាងហើយវរៈនិងបញ្ញាវុធពួកគេរហ័សខ្លាំងណាស់ពួកគេបានគេចទៅម្នាក់ម្ខាងធ្វើឲ្យជ្រូកព្រៃនឹងវាបានបោលទៅបុកនឹងដើមឈើដ៏ធំនោះធ្វើឲ្យជាប់ខ្នាយរបស់វាទៅនឹងដើមឈើដ៏ធំនឹងនិយាយទៅកម្លាំងរបស់ជ្រូកព្រៃនឹងគឺវាខ្លាំងក្លាសម្បើមណាស់ដើមឈើប៉ុណ្ណានៃហើយកម្លាំងរបស់វាជុលប៉ះនឹងដើមឈើនឹងធ្វើឲ្យដើមឈើឡើងរង្គើពេញមួយទំហឹងតែម្ដង
បន្ទាប់ពីខ្នាយរបស់ជ្រូកព្រៃនឹងវាបានជាប់ទៅនឹងដើមឈើធំនឹងហើយជ្រូកព្រៃដ៏ធំនឹងវាបានរើបំរាស់រហូតទាល់តែបាក់ខ្នាយរបស់វាជាប់ទៅនឹងដើមឈើដ៏ធំនឹងបន្ទាប់ពីវារើខ្លួនរួចចេញពីដើមឈើធំនឹងហើយវាក៏បានរត់ទៅចូលវីរៈប៉ុន្តែវីរៈក៏បានលោតផុតហើយវីរៈក៏ចាប់ផ្ដើមសូត្រនៅមន្តអាគមពេលនោះពន្លឺចេញពីដៃរបស់គេយ៉ាងភ្លឺចាចបន្ទាប់មកគេក៏បានលោតទៅមាត់ជ្រូកព្រៃនឹងពេញមួយទំហឹងធ្វើឲ្យជ្រូកព្រៃនឹងដេកដួលទៅលើដីមើលទៅវាប្រហែលជាក្រំខ្នងហើយព្រោះថាស្បែករបស់វាក្រាស់ខ្លាំងណាស់ប៉ុន្តែគ្រឿងក្នុងរបស់វាមិនមែនក្រាស់មាំទាំដោយស្បែករបស់វាឯណាមើលទៅអាព្រាយជ្រូកព្រៃមួយក្បាលហ្នឹងវាមកចង់លេងសើចជាមួយនឹងស្ដេចអាគមមកដំរីលេងសើចយ៉ាងមិនកើតមួយដៃមហាទម្ងន់នេះបើសិនជាមនុស្សយើងធម្មតាវិញប្រហែលជាបាក់ឆ្អឹង 4-5 កណាត់ហើយមើលទៅហើយមិនមានដង្ហើមដកថែមទៀតផងប៉ុន្តែអាជ្រូកព្រៃមួយក្បាលនេះវាក៏បានស្ទុះងើបពេញមួយទំហឹងបុកប៉ះវីរៈធ្វើឲ្យវីរៈប៉ើងខ្ទៀតបុកទៅនឹងដើមឈើដ៏ធំនឹងធ្វើឲ្យវីរៈឆ្អល់ណែនតែម្ដងនៅពេលដែលបញ្ញវុធបានឃើញវីរៈត្រូវជ្រូកព្រៃមួយក្បាលនឹងចូលត្រូវបែបនេះបញ្ញវុធក៏ស្ទុះប្រញាប់ប្រញាល់ចូលទៅជួយវីរៈតែម្ដងបើពុំដូច្នោះទេខ្លាចអាព្រាយជ្រូកព្រៃដ៏ធំហេមីមួយក្បាលហ្នឹងវាបានបុកនឹងខំសម្លាប់វីរៈបញ្ញវុធក៏បានចូលទៅប្រយុទ្ធជាមួយនឹងព្រាយជ្រូកព្រៃហ្នឹងមើលទៅកម្លាំងព្រាយជ្រូកព្រៃហ្នឹងវាពិតជាខ្លាំងក្លាយកតែមែនទែនបញ្ញវុធក៏បានដកកំបិតស្នៀតចេញពីចង្កេះរបស់គេសូត្រដាស់មន្តអាគមរបស់គេបន្តិចដាក់ទៅលើកំបិតស្នៀតហ្នឹងរួចក៏ចាក់ទៅលើស្បែករបស់ជ្រូកព្រៃមួយក្បាលហ្នឹងប៉ុន្តែជ្រូកព្រៃមួយក្បាលហ្នឹងវាមានកម្លាំងខ្លាំងក្លាដូចនិយាយអញ្ចឹងវាបានក្រវីក្រវាត់បញ្ញវុធធ្វើឲ្យបញ្ញវុធខ្ទាតចេញពីខ្លួនរបស់វាមិនឲ្យបញ្ញវុធតោងលើខ្លួនរបស់វាបានឡើយមើលទៅអាព្រាយជ្រូកព្រៃមួយក្បាលនេះវាត្រូវកំដាប់ដៃមហាទម្ងន់របស់វីរៈមុននឹងហើយមើលទៅស្ថានភាពរបស់វាហាក់បីដូចជានៅធម្មតាហើយកម្លាំងរបស់វាដូចជាមិនចុះថមថយអីបន្តិចសោះអញ្ចឹងវីរៈក៏បានក្រោកឈរបានឡើងវិញហើយបន្ទាប់មកវីរៈក៏ចាប់ផ្ដើមសូត្រនៅមន្តអាគមក្រុងឆេះបន្តិចក្រោយមកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមនៅពីមុខពីក្រោយជ្រូកព្រៃមួយក្បាលនឹងបញ្ញវុធក៏ចាប់ផ្ដើមសូត្រនៅមន្តអាគមរបស់គេដែរម្ដងនេះបញ្ញវុធក៏បានប្រើកំដាប់ដៃមហាទម្ងន់របស់គេម្ដងវីរៈនៅពីមុខជ្រូកព្រៃបញ្ញវុធនៅពីក្រោយជ្រូកព្រៃនៅពេលហ្នឹងព្រាយជ្រូកព្រៃមួយក្បាលហ្នឹងវាមិនដឹងថាត្រូវចាត់ការអ្នកណាមុននោះទេបន្ទាប់ពីគ្រូអាគមដ៏ខ្លាំងក្លាទាំងពីរនាក់បានសូត្រដាស់អាគមរៀងខ្លួនហើយពួកគេទាំងពីរនាក់ក៏ចូលស្រោះគ្នាតែម្ដងពេលហ្នឹងបញ្ញវុធក៏បានប្រើកំដាប់ដៃរបស់គេវាយទៅចំកញ្ចឹងករបស់ព្រាយជ្រូកព្រៃហ្នឹងធ្វើឲ្យវាខ្ទាតប៉ើង 3-4-5 ម៉ែត្រឯណោះបន្ទាប់មកវាក៏ចាប់ផ្ដើមប្រកាច់ពេញដីតែម្ដងចំណែកឯវីរៈវិញក្រោយពីគេសូត្រដាស់នៅមន្តអាគមក្រុងឆេះហើយគេក៏បានសូត្រនៅមន្តអាគមមួយទៀតដាក់ទៅលើកំបិតភ្លុកដំរីរបស់គេហើយវីរៈក៏បានលោតទៅចាក់ចំកញ្ចឹងកឡើងលិចមួយកំបិតភ្លុកដំរីរបស់គេនោះចូលទៅក្នុងករបស់ព្រាយជ្រូកព្រៃធ្វើឲ្យព្រាយជ្រូកព្រៃប្រកាច់ខ្លាំងទៅរហូតធ្វើឲ្យព្រាយជ្រូកព្រៃមួយក្បាលហ្នឹងវារលត់សង្ខារបាត់តែម្ដងនៅពេលដែលព្រាយជ្រូកព្រៃដ៏ធំហិមាហ្នឹងវាបានងាប់បាត់ទៅស្រាប់តែឃើញស្រមោលខ្មៅហោះចេញពីរូបរាងកាយជ្រូកព្រៃហ្នឹងពេលដែលឃើញស្រមោលខ្មៅដែលបានហោះចេញពីរូបរាងកាយរបស់ព្រាយជ្រូកព្រៃហ្នឹងបញ្ញវុធមានចាំយូរឯណាក៏បានលើកដៃប្រណម្យសូត្រនៅមន្តអាគមរបស់គេបន្ទាប់មកបញ្ញវុធក៏បានកំចាយវិញ្ញាណខ្មៅដែលបានហោះចេញពីព្រាយជ្រូកព្រៃមួយក្បាលនឹងឲ្យរលាយសូន្យសងតែម្ដងទៅក្រោយពីអ្នកទាំងពីរបានកំចាត់ព្រាយជ្រូកព្រៃដ៏ធំហិមានឹងរួចហើយនៅពេលហ្នឹងម៉ោងប្រហែលជាខ្ទង់1អីហ្នឹងពួកគេទាំងពីរនាក់ក៏ទៅផ្អែកខ្លួនសម្រាប់នៅក្រោមដើមឈើដ៏ធំនឹងវិញទៅហើយចំណែកឯនាងខ្មោចដែលរស់នៅនឹងដើមឈើដ៏ធំហ្នឹងនាងមិនបានទៅណានោះទេនាងនៅលើដើមឈើនឹងឯងនៅពេលដែលពួកគេទាំងពីរនាក់ដាក់ខ្លួនផ្អែកទៅនឹងដើមឈើហ្នឹង
ខ្មោចស្រីម្នាក់ហ្នឹងក៏បានចេញមកនិយាយទៅកាន់ពួកគេថាសូមលោកគ្រូទាំងពីរនាក់សម្រាប់ឲ្យពេញភ្នែកចោះទុកឲ្យខ្ញុំជួយយាមកាមឲ្យលោកគ្រូទាំងពីរនាក់សម្រាប់ណាលោកគ្រូទាំងពីរនាក់កុំបារម្ភអីពេលដែលឮខ្មោចស្រីនិយាយបែបហ្នឹងបញ្ញវុធនិងវីរៈក៏បានសម្លឹងមើលទៅមុខគ្នាទៅវិញទៅមកវីរៈក៏បាននិយាយទៅកាន់ខ្មោចស្រីនឹងថាអញ្ចឹងមិនអីទេយើងពឹងពាក់ឯងម្ដងទៅចោះណានិយាយហើយអ្នកទាំងពីរក៏ដាក់ខ្លួនដេកដំរេកទៅលើដើមឈើដ៏ធំហ្នឹងលងលក់បាត់ទៅហើយចំណែកឯខ្មោចស្រីម្នាក់ហ្នឹងនាងមិនបានចេញទៅណាទេនាងនៅដើរទៅវិញទៅមកក្រឡឹងព័ទ្ធជុំវិញអ្នកទាំងពីរដែលកំពុងតែសម្រាកហ្នឹងវីរៈនិងបញ្ញវុធសម្រាករហូតទាល់តែភ្លឺតែម្ដងព្រោះថាគ្មានសត្វកាចសាហាវឬក៏ខ្មោចព្រាយបិសាចឯណាមកធ្វើបាបឬក៏មកអុកឡុកគេបន្តទៀតឡើយលុះព្រឹកឡើងបន្ទាប់ពីអ្នកទាំងពីរក្រោកឡើងវីរៈក៏បាននិយាយទៅកាន់បញ្ញវុធថាលោកគ្រូវុធនៅទីនេះហើយខ្ញុំដើរទៅទីនោះមួយផ្លេតនិយាយហើយវីរៈក៏បានដើរចាក់ចេញទៅមិនដឹងថាគេទៅនឹងមានការអីនោះទេមួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញវីរៈដើរមកវិញដោយដៃរបស់វីរៈកាន់សត្វទន្សាយ2ក្បាលកាលជំនាន់ហ្នឹងសម្បូរសត្វទន្សាយឬក៏សត្វតូចធំសម្បើមណាស់នៅលើភ្នំខ្មោចហ្នឹងក្រោយពីវីរៈបានដើរមកដល់វិញហើយវីរៈក៏បានយកសត្វទន្សាយទាំង2ក្បាលហ្នឹងអាំងដោយសារតែសត្វទន្សាយហ្នឹងវីរៈមុននឹងយកមកដល់គេបានធ្វើឡើងស្អាតហើយក្រោយពីអាំងរួចរាល់ពួកគេទាំងពីរនាក់ក៏អង្គុយហូបទល់មុខគ្នានៅមុខភ្លក់ភ្លើងនឹងតែម្ដងក្រោយពីអ្នកទាំងពីរហូបរួចរាល់ហើយពួកគេទាំងពីរនាក់ក៏ដើរសម្ដៅទៅកន្លែងសត្វចិញ្ចឹមរបស់គេដែលគេបានចងទុកនៅក្បែរដើមឈើនោះដោយវីរៈបានឡើងទៅលើខ្នងសត្វដំរីរបស់គេហើយចំណែកបញ្ញវុធវិញក៏បានឡើងជិះសេះរបស់គេដែរពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខទៀតនិយាយទៅពួកគេទាំងពីរនាក់នេះគ្មានគោលដៅនោះទេទៅដល់ភូមិណាបើឃើញភូមិនោះមានបញ្ហាឬក៏មានគ្រោះថ្នាក់អីពួកគេទាំងពីរនាក់នឹងចូលជួយអ្នកភូមិនៅទីនោះតែម្ដងនៅតាមផ្លូវដែលពួកគេធ្វើដំណើររាប់ជាមួយនឹងភ្នំខ្មោចហ្នឹងនៅម៉ោងប្រហែលជាខ្ទង់10ឬក៏11ថ្ងៃត្រង់អីហ្នឹងឯងពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកដល់ភូមិមួយភូមិនោះអ្នកភូមិនៅទីហ្នឹងគេហៅថាភូមិវាល3នៅក្បែរភ្នំខ្មោចហ្នឹងឯងពេលដែលគ្រូអាគមដ៏ខ្លាំងពូកែទាំងពីរនាក់បានធ្វើដំណើរមកដល់ភូមិវាល3ហ្នឹងគ្រាន់តែចូលដល់ភូមិហ្នឹងចាប់ផ្ដើមមានក្លិនស្អុយប៉ុន្តែមិនមែនក្លិនស្អុយអសោយខ្លាំងទេក្លិនស្អុយគ្រាន់តែធ្វើឲ្យបរិយាកាសនៅក្នុងភូមិហ្នឹងវារៀងអាប់អួរបន្តិចពេលដែលធ្វើដំណើរចូលទៅភូមិកាន់តែជ្រៅបន្តិចទៅក៏ឃើញអ្នកភូមិមានអាការៈស្លេកស្លាំងមុខមាត់ដូចជាមិនអំណោយផលសោះនិយាយទៅមុខមាត់សំពប់សពូនរូបរាងស្គមស្គាំងមិនដឹងថាអ្នកភូមិវាល3នេះកំពុងតែមានបញ្ហាអីនោះទេព្រោះអ្នកទាំងពីរមិនទាន់បានសួរនាំទៅកាន់អ្នកភូមិណាម្នាក់នៅក្នុងភូមិនឹងឡើយព្រោះទើបតែចូលមកដល់ពួកគេទាំងពីរនាក់ក៏បន្តដំណើរចូលទៅកាន់តែជ្រៅចូលទៅក្នុងភូមិនឹងតទៅទៀតដោយសារតែចង់មើលទស្សនវិជ្ជានៅក្នុងភូមិវាយ៉ាងម៉េចព្រោះថាមើលទៅអ្នកភូមិនៅក្នុងភូមិនឹងម្នាក់ដូចជាបានរៀបរាប់អញ្ចឹងថាមានអាការៈស្លេកស្លាំងមុខមិនស្រស់បោះរូបរាងស្គមស្គាំងចង់ដឹងថាតើមានរឿងអ្វីកើតឡើងនៅក្នុងភូមិនេះពិតប្រាកដពេលដែលពួកគេទាំងពីរនាក់បានធ្វើដំណើរទៅមុខបានប្រហែលជា500ម៉ែត្រទៀតក៏ស្រាប់តែឃើញអ្នកភូមិ3 4នាក់ប្រុសកំពុងតែអង្គុយជុំគ្នានៅពីមុខផ្ទះរូបរាងរបស់ពួកគាត់មិនខុសពីអ្នកភូមិផ្សេងឡើយមានសភាពស្គមស្គាំងស្បែកយាមុខស្លេកស្លាំងនិយាយទៅដូចជាគ្មានជីវជាតិសោះពេលដែលពួកគេទាំងពីរនាក់បានឃើញអ្នកភូមិនៅជុំគ្នាអញ្ចឹងហើយពួកគេទាំងពីរនាក់ក៏សម្រេចចិត្តបរសេះហើយនឹងដំរីរបស់ពួកគេចូលតែម្ដងក្រោយពីទៅដល់កន្លែងអ្នកភូមិកំពុងតែជុំគ្នានិយាយគ្នានឹងហើយអ្នកទាំងពីរក៏ចុះពីលើខ្នងសេះនិងខ្នងដំរីហើយពួកគេទាំងពីរនាក់ក៏បានលើកដៃសំពះទៅកាន់អ្នកភូមិប្រុសទាំងអស់នោះរួចវីរៈក៏និយាយឡើងថាខ្ញុំសូមអភ័យទោសទៅដល់អ្នកទាំងអស់គ្នាផងតើផ្ទះមេភូមិនៅក្នុងភូមិនេះនៅកន្លែងណាទៅអាចជួយប្រាប់ខ្ញុំបានទេហើយនៅក្នុងភូមិនេះតើមានរឿងអ្វីកើតឡើងខ្ញុំមើលទៅសភាពអ្នកទាំងអស់គ្នាមានសភាពស្លេកស្លាំងហើយស្គមស្គាំងសម្បើមយ៉ាងនេះនៅពេលដែលអ្នកភូមិប្រុសទាំងអស់ហ្នឹងបានឮវីរៈនិយាយហើយសួរនាំបែបនេះ
អ្នកភូមិប្រុសម្នាក់ដែលមានអាយុប្រហែលជាខ្ទង់50ឆ្នាំហ្នឹងណាគាត់មានឈ្មោះថាពូភៀបពេលហ្នឹងពូភៀបគាត់ក៏បានក្រោកឈររួចក៏និយាយប្រាប់ទៅកាន់គ្រូអាគមទាំងពីរនាក់ថាជំរាបសួរអ្នកទាំងពីរតើអ្នកទាំងពីរចូលមកក្នុងភូមិនេះធ្វើអ្វីនៅក្នុងភូមិនេះអ្នកភូមិទាំងអស់បានឆ្លងអាសន្នរោគពេលនេះអ្នកភូមិនៅក្នុងភូមិនេះកំពុងតែមានជំងឺរៀងខ្លួនតែម្ដងមិនដឹងថាអ្នកណាជួយអ្នកណានោះទេអ្នកភូមិខ្លះក៏បានស្លាប់ជាបន្តបន្ទាប់ផងដែរសូមអ្នកទាំងពីរឆាប់ចាក់ចេញពីភូមិនេះទៅណាបើមិនចង់ឆ្លងអាសន្នរោគនេះនៅគណៈពេលដែលវិរៈនិងបញ្ញវុធបានស្ដាប់ឮពុភៀបដែលជាអ្នកភូមិនៅទីនោះនិយាយប្រាប់បែបនេះអ្នកទាំងពីរក៏មិនមានបាននិយាយអ្វីតទៅទៀតដែរបានតែឈរសម្លឹងមើលមុខគ្នាក្រោយមកបញ្ញវុធក៏បាននិយាយឡើងថាមិនអីទេពួកខ្ញុំនៅទីនេះបើសិនជាអាចពួកខ្ញុំទាំងពីរនាក់នេះអាចជួយដល់អ្នកភូមិនេះបានណាចាំមើលខ្ញុំពិនិត្យមើលអាការៈទៅដល់អ្នកភូមិនេះសិននៅពេលដែលបញ្ញវុធនិយាយបែបហ្នឹងហើយវិរៈក៏និយាយបន្តថាតើលោកពូអាចជូនពួកខ្ញុំទាំងពីរនាក់ទៅរកផ្ទះរបស់លោកមេភូមិនៅទីនេះបានទេពូភៀបគាត់ក៏ងក់ក្បាលនៅពេលហ្នឹងដែរពូកូនម្នាក់ទៀតដែលគាត់កំពុងតែអង្គុយហ្នឹងគាត់ក៏បានក្រោកឈររួចក៏បាននិយាយមកកាន់គ្រូអាគមទាំងពីរនាក់ថាមិនអីទេលោកក្មួយចាំពួកយើងជូនលោកក្មួយទៅផ្ទះរបស់លោកមេភូមិណាផ្ទះរបស់លោកមេភូមិនៅខាងមុខនេះឯងមិនឆ្ងាយប៉ុន្មានទេរំលងតែ2ទៅ3ផ្ទះខាងមុខហ្នឹងដល់ផ្ទះរបស់លោកមេភូមិហើយក្រោយពីពួកកូននិយាយចប់ពួកគេទាំង4នាក់ក៏ចាប់ផ្ដើមធ្វើដំណើរទៅផ្ទះរបស់លោកមេភូមិតែម្ដងទៅដោយវិរៈបានជិះដំរីរបស់គេហើយបញ្ញវុធក៏បានបណ្ដើរសេះដើរតាមពីក្រោយពូភៀបហើយនិងពូកូនបន្តិចក្រោយមកអ្នកទាំង4ក៏បានធ្វើដំណើរមកដល់ផ្ទះរាងធំមួយហើយនៅពេលហ្នឹងពួកគេទាំង4នាក់ក៏បានដើរចូលទៅក្នុងផ្ទះធំហ្នឹងតែម្ដងទៅពេលហ្នឹងក៏ឃើញបរិសុទ្ធចំណាស់ម្នាក់ដែលគាត់កំពុងតែអង្គុយលើគ្រែគៀងផ្ទះរបស់គាត់ហ្នឹងមើលទៅកាន់គាត់ក៏ដូចជាបានឆ្លងអាសន្នរោគដែររូបរាងស្គមស្គាំងហើយមុខមាត់ក៏ស្លេកស្លាំងពេលដែលវិរៈនិងបញ្ញវុធបានចុះពីលើខ្នងសេះហើយនិងខ្នងដំរីហើយអ្នកទាំងពីរក៏បានដើរចូលទៅដោយលើកដៃជម្រាបសួរទៅកាន់បរិសុទ្ធចំណាស់ម្នាក់ហ្នឹងបរិសុទ្ធចំណាស់ម្នាក់ហ្នឹងហើយគឺជាមេភូមិនៅវាល3នេះពេលហ្នឹងវិរៈនិងបញ្ញវុធក៏បាននិយាយឡើងថាជម្រាបសួរលោកមេភូមិហ្នឹងក៏បានលើកដៃសំពះមកកាន់អ្នកទាំងពីរវិញចង់ប្រាប់បងប្អូនទាំងអស់គ្នាថាលោកមេភូមិហ្នឹងគាត់មានឈ្មោះថាលោកអ៊ំឡាដែលជាមេភូមិវាល3ហ្នឹងក្រោយពីសំណេះសំណាលឬក៏ជម្រាបសួរគ្នាទៅវិញទៅមកហើយវិរៈនិងបញ្ញវុធពួកគេទាំងពីរនាក់ក៏បានអង្គុយលើគ្រែក្បែរនឹងលោកមេភូមិហ្នឹងហើយចំណែកឯពូភៀបហើយនិងពូកូនវិញពួកគាត់ទាំងពីរនាក់ក៏បានអង្គុយក្បែរនោះដែរក្រោយពីនិយាយដឹងរឿងឬក៏សួរសុខទុក្ខគ្នារួចហើយវិរៈក៏បានចាប់ផ្ដើមសួរនាំអំពីបញ្ហាដែលកំពុងតែកើតមាននៅក្នុងភូមិវាល3នេះអត់ទោសលោកអ៊ំមេភូមិពួកខ្ញុំទាំងពីរនាក់បានធ្វើដំណើរចូលមកដល់ភូមិវាល3នេះឃើញទឹកមុខរបស់អ្នកភូមិទាំងអស់គ្នាដូចជាស្លេកស្លាំងហើយមានរូបរាងស្គមស្គាំងស្បែកស្វិតមើលទៅមិនស្រស់បោះតល់តែសោះតើអ្នកភូមិនៅភូមិនេះមានបញ្ហាអ្វីមែនទេលោកមេភូមិវិរៈសួរបែបហ្នឹងដោយសារចង់ដឹងរឿងហេតុបន្ថែមពីលោកអ៊ំឡានៅពេលដែលអ៊ំឡាដែលជាមេភូមិនៅភូមិវាល3ហ្នឹងបានឮវិរៈសួរបែបហ្នឹងគាត់ក៏រៀបរាប់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាតែម្ដងទៅថាបាទលោកក្មួយខ្ញុំនឹងរៀបរាប់ប្រាប់ទៅកាន់លោកក្មួយទាំងពីរនាក់ឲ្យបានច្បាស់និងលម្អិតណាកាលពីប្រហែលខែមុននៅក្នុងភូមិរបស់យើងមិនមានបញ្ហាជំងឺអាសន្នរោគរាតត្បាតអីនោះទេប៉ុន្តែក្រោយមកស្រាប់តែមានក្រុមចៅមួយក្រុមមានគ្នាប្រមាណជា10នាក់ប្រដាប់ដោយអាវុធមានទាំងកាំភ្លើងដាវកំបិតនិងពូថៅជាដើមពួកក្រុមចៅទាំងនោះបានចូលមកភ្លាន់នៅក្នុងភូមិរបស់យើងនេះចំនួន2លើកក្រោយពីភ្លាន់រួចរាល់ហើយនៅក្នុងភូមិរបស់យើងក៏ចាប់ផ្ដើមមានជំងឺអាសន្នរោគឆ្លងពីម្នាក់ទៅម្នាក់ធ្វើឲ្យអ្នកភូមិពិបាករស់នៅនិងពិបាកធ្វើស្រែចម្ការខ្លាំងសម្បើមណាស់ហើយអ្នកភូមិក៏ចាប់ផ្ដើមមានអាការៈស្គមស្គាំងទៅ
អ្នកភូមិខ្លះមិនអាចទ្រាំទ្រជាមួយនឹងអាការៈជំងឺអាសន្នរោគនេះបានក៏បានស្លាប់ជាបន្តបន្ទាប់ដែរណាក្មួយពេលដែលឮលោកអ៊ំមេភូមិនិយាយប្រាប់បែបហ្នឹងបញ្ញវុធក៏បាននិយាយទៅកាន់អ៊ំមេភូមិថាខ្ញុំសូមសួរលោកអ៊ំមេភូមិមួយកាលពីពួកក្រុមចៅទាំងអស់នោះវាចូលមកផ្លន់នៅក្នុងភូមិនេះតើពួកក្រុមចៅទាំងអស់នោះមានចេះនៅមន្តអាគមអីដែរឬក៏អត់នៅពេលដែលឮបញ្ញវុធសួរបែបហ្នឹងអ៊ំមេភូមិក៏អង្គុយថ្មឹងបន្តិចដោយសារតែគាត់កំពុងតែរនឹកបន្ទាប់មកអ៊ំមេភូមិគាត់ក៏បាននិយាយឡើងថាខ្ញុំដូចជាចាំថាមានអាម្នាក់នោះមានសាក់ដៃទាំងសងខាងមើលទៅដូចជាគ្រូអាគមចឹងប៉ុន្តែខ្ញុំមិនបានឃើញមុខវានោះទេដោយសារតែពួកវាទាំងអស់នោះបិទមុខខ្មៅទាំងអស់ហើយអាមួយដែលខ្ញុំបានឃើញវាសាក់ដៃហ្នឹងវាគឺជាមេក្រុមចៅទាំងអស់ហ្នឹងនិយាយទៅវាគឺជាអ្នកគ្រប់គ្រងនៅក្រុមចៅនឹងតែម្ដងហើយខ្ញុំធ្លាប់បាញ់ទៅកាន់វាដែរប៉ុន្តែគ្រាប់កំភ្លើងធម្មតាបាញ់វាមិនធ្លុះនោះទេបាញ់វាទៅដូចឯរមាស់វាអញ្ចឹងខ្ញុំប្រកាសថាអាមេវាហ្នឹងប្រកាសជាចេះនៅមន្តអាគមជាមិនខានក្រោយពីឮអ៊ំមេភូមិនិយាយបែបហ្នឹងហើយវិរៈនិងបញ្ញវុធក៏សម្លឹងមើលមុខគ្នាបន្ទាប់មកអ្នកទាំងពីរក៏និយាយទៅកាន់អ៊ំមេភូមិឡាថាអញ្ចឹងលោកមេភូមិពួកខ្ញុំទាំងពីរនាក់សូមស្នាក់នៅក្នុងភូមិនេះពី3ថ្ងៃដើម្បីជួយមើលស្ថានភាពនៅក្នុងភូមិនេះក្រែងលោកពួកខ្ញុំទាំងពីរនាក់នេះជួយសង្គ្រោះអ្នកភូមិនៅក្នុងភូមិនេះបានដោយសារតែពួកខ្ញុំទាំងពីរនាក់នេះក៏ចេះថ្នាំសង្កូវខ្លះដែរនៅពេលដែលអ៊ំឡាពូភៀបពូកុនពួកគាត់ទាំង3នាក់បានឮវិរៈនិងបញ្ញវុធនិយាយបែបហ្នឹងពួកគាត់ទាំង3នាក់ពិតជាសប្បាយនិងត្រេកអរមែនទែនព្រោះថាកន្លងមកតាំងពីមានជំងឺរាតត្បាតនឹងមកគ្មានគ្រូមន្តអាគមឬក៏គ្រូថ្នាំឯណាចូលមកជួយសង្គ្រោះអ្នកភូមិនៅក្នុងភូមិវាល3នេះឡើយនៅពេលនេះបានគ្រូអាគមដ៏ខ្លាំងពូកែទាំងពីរនាក់នេះចូលមកជួយអ្នកភូមិរបស់គាត់នេះគឺគាត់ពិតជាសប្បាយចិត្តមែនទែនហើយអ៊ំឡាដែលជាមេភូមិក៏បាននិយាយទៅកាន់អ្នកទាំងពីរថាបានអ្នកទាំងពីរមិនខ្លាចឆ្លងជំងឺហើយបានជួយអ្នកភូមិនៅក្នុងភូមិវាល3នេះពួកខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរជាអាណ័យខ្លាំងណាស់ដូច្នេះអ្នកទាំងពីរសម្រាប់នៅក្នុងផ្ទះរបស់ខ្ញុំនេះហើយណាបន្ទាប់ពីនិយាយពិភាក្សាគ្នាអីរួចពូភៀបហើយនិងពូកុនពួកគាត់ទាំងពីរនាក់ក៏ជួយដឹកដំរីនិងសេះរបស់គ្រូអាគមទាំងពីរនាក់ហ្នឹងយកទៅដាក់ឲ្យបានស្រួលបួលនៅក្បែរផ្ទះរបស់លោកមេភូមិឡានឹងឯងរួចហើយពួកគាត់ទាំងពីរនាក់ក៏បានដើរចាកចេញពីផ្ទះមេភូមិទៅផ្ទះរបស់គាត់រៀងៗខ្លួនទៅក្រោយពីពូភៀមនិងពូកុនពួកគាត់ទាំងពីរនាក់បានទៅដល់ផ្ទះរបស់គាត់រៀងៗខ្លួនហើយពួកគាត់ទាំងពីរនាក់ក៏បានយកដំណឹងហ្នឹងទៅប្រាប់ក្រុមគ្រួសាររបស់គាត់ឲ្យបានដឹងនិយាយទៅឲ្យតែអ្នកណាឮដំណឹងថាមានគ្រូអាគមក៏ដូចជាគ្រូថ្នាំចូលមកព្យាបាលពួកគេចូលមកជួយសង្គ្រោះពួកគេអញ្ចឹងអ្នកភូមិនៅទីហ្នឹងពិតជាសប្បាយរីករាយមែនទែនគ្មានអ្វីយកមកប្រៀបផ្ទឹមបានឡើយនៅក្នុងយប់ហ្នឹងបញ្ញវុធនិងវិរៈបានស្នាក់នៅផ្ទះរបស់លោកមេភូមិឡាដោយកូនប្រពន្ធរបស់លោកមេភូមិឡាស្វាគមន៍គ្រូអាគមទាំងពីរនេះខ្លាំងណាស់ក្រោយពីប្រពន្ធកូនរបស់លោកមេភូមិបានរៀបចំបាយម្ហូបឲ្យអ្នកទាំងពីររួចរាល់ហើយគ្រូអាគមទាំងពីរក៏ចាប់ផ្ដើមបរិភោគបាយជាមួយនឹងលោកមេភូមិដោយមិនខ្ពើមរអើមជាមួយនឹងលោកមេភូមិឡើយដោយសារតែលោកមេភូមិបានឆ្លងជំងឺអាសន្នរោគដំបូងលោកមេភូមិមិនចង់ហ៊ានចូលអង្គុយហូបបាយជុំគ្រូអាគមទាំងពីរនេះឡើយដោយសារតែខ្លាចចិត្តអីចឹងណាមួយសន្ទុះធំក្រោយមកពួកគាត់ទាំងអស់គ្នាក៏បានបរិភោគអាហារពេលល្ងាចរួចរាល់នៅវេលាម៉ោងប្រហែលជា8អីហ្នឹងគ្រូអាគមទាំងពីរនាក់គាត់ក៏បានដើរទៅសម្អាតខ្លួននៅខាងក្រោយផ្ទះរបស់លោកមេភូមិនៅពេលដែលគាត់កំពុងតែសម្អាតខ្លួនបានន័យថាពួកគាត់ទាំងពីរនាក់ទៅងូតទឹកណានៅពេលដែលពួកគាត់កំពុងតែងូតទឹកក្បែរគ្នាហ្នឹងស្រាប់តែឃើញភ្លើងហោះមួយដុំធំចូលមកក្នុងភូមិមិនដឹងថាភ្លើងនោះគឺជាភ្លើងអ្វីទេប៉ុន្តែសម្រាប់គ្រូអាគមទាំងពីរនាក់ហ្នឹងគាត់គ្រាន់តែឃើញភ្លើងនឹងភ្លាមគាត់ដឹងថាភ្លើងនោះគឺជាភ្លើងអ្វីបាត់ទៅហើយបងប្អូនដឹងថាភ្លើងនោះគឺជាភ្លើងអ្វីដែរទេវាគឺជាភ្លើងព្រាយនឹងឯងប៉ុន្តែព្រាយនេះមើលទៅដូចជាមិនមែនព្រាយដែលវារស់នៅតែឯងនោះទេប្រហែលជាមានអ្នកចិញ្ចឹម
ហើយគេប្រើឲ្យមកធ្វើបាបអ្នកភូមិនៅក្នុងភូមិនេះអញ្ចឹងបន្ទាប់ពីឃើញភ្លើងនឹងហើយពួកគេមិនបានធ្វើអ្វីនោះទេក្រោយមកបញ្ញវុធនិងវីរៈក៏ប្រញាប់ប្រញាល់ដើរចូលទៅផ្ទះរបស់លោកមេភូមិតែម្ដងទៅនៅក្នុងយប់នឹងបញ្ញវុធនិងវីរៈពួកគេទាំងពីរនាក់សម្រាកនៅខាងមុខផ្ទះរបស់លោកមេភូមិជាមួយគ្នានៅក្បែរសត្វចិញ្ចឹមរបស់ពួកគេនឹងនៅពេលដែលពួកគេទាំងពីរនាក់សម្រាករហូតដល់ពាក់កណ្ដាលយប់ក៏ស្រាប់តែឮសំឡេងឆ្កែចចកលូចេញពីព្រៃមកសម្ដៅចូលមកភូមិនិយាយទៅសំឡេងឆ្កែវាបានលូបន្តកតុយគ្នារហូតមកដល់ភូមិតែម្ដងហាក់បីដូចជាមាននរណាកំពុងតែធ្វើដំណើរចេញពីព្រៃចូលមកក្នុងភូមិនេះអញ្ចឹងឮសំឡេងឆ្កែលូបានបន្តិចក៏ស្រាប់តែឃើញអ៊ំមេភូមិឡាគាត់បានដើរចាក់ចេញពីផ្ទះរបស់គាត់ពេលហ្នឹងបញ្ញវុធនិងវីរៈក៏បានស្ទុះក្រោកហើយក៏បានសួរទៅកាន់អ៊ំមេភូមិឡាថាតើមានរឿងអ្វីមែនទេលោកមេភូមិបានជាលោកមេភូមិចេញមកក្រៅយ៉ាងតក់ក្រហល់បែបនេះអ៊ំមេភូមិក៏ប្រញាប់ប្រាប់ទៅកាន់គ្រូអាគមដ៏ខ្លាំងពូកែទាំងពីរនាក់ថាមិនស្រួលទេក្មួយអើយឲ្យតែឮសំឡេងឆ្កែលូចេញពីព្រៃបែបនេះដឹងតែមានរឿងហេតុកើតឡើងនៅក្នុងភូមិជាមិនខានជាពិសេសនោះគឺក្រុមពពួកចៅទាំងនោះតែម្ដងពួកវាខានចូលមកក្នុងភូមិនេះអស់រយៈពេលជាង1ខែហើយប្រហែលជាយប់នេះពួកវាអាចនឹងចូលមកក្នុងភូមិនេះទៀតណានិយាយបែបហ្នឹងហើយអ៊ំមេភូមិឡាគាត់ក៏ប្រញាប់ទៅយកបំពង់ឫស្សីយកមកគោះលន់លឺរំពងផ្អើលពេញភូមិតែម្ដងមើលទៅកាន់ផ្ទះរបស់អ្នកភូមិនីមួយចាប់ផ្ដើមមានពន្លឺភ្លើងភ្លឺយ៉ាងចិញ្ចាចពេញទៅភូមិតែម្ដងនៅពេលនេះមួយសន្ទុះធំក្រោយមកក៏ស្រាប់តែឮសំឡេងជើងសេះជាច្រើនបានចូលមកដល់ក្នុងភូមិនេះមែនវីរៈនិងបញ្ញវុធគេមិនបានសម្រាកវិញឡើយគេបានអង្គុយរងចាំមើលបន្តិចក្រោយមកក៏ឃើញសេះប្រហែលជា10ក្បាលចូលមកដល់មុខផ្ទះរបស់លោកមេភូមិឡាមកជើងនេះពួកវាទាំងអស់នោះមិនបានពាក់មុខឬក៏បិទបាំងមុខឡើយគ្រាន់តែពួកវាទាំងនោះបានឈប់សេះភ្លាមស្រាប់តែមានម្នាក់ដែលវាជិះសេះពីមុខគេហើយវាមានពុកមាត់សម្មុំមើលទៅមុខរបស់វានឹងដូចត្រង់រាងកាយជាងគេណាស់វានិយាយឡើងថាពួកឯងទាំងអស់គ្នាឆាប់យកគប់ភ្លើងទៅដុតផ្ទះរបស់អ្នកភូមិនៅក្នុងភូមិនេះចោលឲ្យអស់ទៅមួយក៏មិនຕົកដែរណាតាមស្រាប់សម្ដីសម្ដៅនិងទស្សនវិជ្ជាឥឡូវនេះពួកវាទាំងនោះហាក់បីដូចជាចូលមកក្នុងភូមិនេះមិនចង់ឆក់ប្លន់អ្នកភូមិនៅភូមិនេះតទៅទៀតឡើយប្រហែលជាពួកវាចូលមកលើកនេះចង់បំផ្លាញភូមិចោលទាំងមូលជាមិនខានជាពិសេសនោះគឺដុតផ្ទះរបស់អ្នកភូមិចោលទាំងអស់នៅពេលដែលកូនចៅទាំងអស់ហ្នឹងវាបានចុះពីលើខ្នងសេះកាន់គប់ភ្លើងដើរតម្រង់ទៅផ្ទះរបស់អ្នកភូមិនីមួយហ្នឹងស្រាប់តែវីរៈអោនទៅបាដីបានមួយក្តាប់បន្ទាប់មកវីរៈក៏បានសូត្រនៅមន្តអាគមផ្លុំទៅលើដីដែលគេបានក្តាប់យកមកនឹងរួចក៏បាចដីនឹងទៅខាងមុខបន្ទាប់មកកំទេចដីដែលវីរៈបានក្តាប់នឹងវាបានកើតជាខ្មុំភ្លើងជាច្រើនបានហោះសម្ដៅដែលពួកវាកំពុងតែកាន់គប់ភ្លើងដើរតម្រង់ទៅផ្ទះរបស់អ្នកភូមិនោះបន្តិចក្រោយមកឃើញកូនចៅទាំងអស់នោះវាចោលគប់ភ្លើងពាសពេញតែផ្លូវក្នុងភូមិនឹងឯងហើយវាស្រែកឡើងថាជួយផងមេជួយពួកខ្ញុំផងខ្មុំច្រើនណាស់វាបានមកតិចពួកខ្ញុំជួយខ្ញុំផងមេពួកវាទាំងអស់ហ្នឹងបានស្រែកផ្ទួនគ្នាតែម្ដងចំណែកអាមេចៅកំពុងតែអង្គុយលើសេះមុខមាត់កំណាចមានពុកមាត់វិញនឹងវិញវាសម្លឹងមើលទៅកូនចៅរបស់ខ្លួនកំពុងតែរត់ត្រឡប់មកវិញហ្នឹងទាំងឆ្ងល់តែម្ដងថាមានរឿងអ្វីចំពោះកូនចៅរបស់វាទាំងអស់ហ្នឹងពេលដែលកូនចៅវាប៉ុន្មាននាក់បានរត់មកដល់ចិត្តគ្នាវាវិញហើយនោះពួកវាស្រាប់តែដួលភីងទៅនឹងដីតែម្ដងគ្រាន់តែដល់ដីភ្លាមពួកវាក៏ដាច់ដង្ហើមស្លាប់តែម្ដងទៅគ្រាន់តែមួយរំពេចនឹងកូនចៅរបស់ចៅវាបានងាប់ប្រហែលជាខ្ទង់ 3-4 នាក់នឹងឯងនៅពេលដែលកូនចៅរបស់ក្រុមចៅដែលនៅសេសសល់នឹងវាក៏ត្រូវរបួសខ្លាំងដែរដោយសារតែពួកអាខ្មុំភ្លើងហ្នឹងវាបានតិចបងប្អូនដឹងហើយថាខ្មុំអាគមពួកវាមិនមែនដូចជាខ្មុំយើងធម្មតាណា
នៅពេលដែលកូនចៅរបស់ចៅដែលវានៅមានជីវិតហ្នឹងណាវាត្រូវខ្មុំតិចប៉ុន្តែអាសត្វខ្មុំនឹងបានជាប់ស្បែករបស់អាកូនចៅនឹងមកដល់កន្លែងមេវាក៏បានពិនិត្យមើលរួចក៏បានបេះខ្មុំនឹងយកមកមើលពេលដែលឃើញខ្មុំនឹងហើយស្រាប់តែអាមេចៅនឹងវាដឹងព្រាមថានៅក្នុងភូមិនេះច្បាស់ជាមានគ្រោះកុំខ្លាំងពូកែហើយព្រោះថាខ្មុំដែលបានតិចកូនចៅរបស់វាងាប់ផងរបួសផងនេះវាមិនមែនជាសត្វខ្មុំធម្មតានោះទេវាគឺជាសត្វខ្មុំអាគមដែលគេប្រើមកតែប៉ុណ្ណោះនៅពេលដែលអាមេចៅដែលមានពុកមាត់សម្មាមហ្នឹងវាក៏លេចមើលចុះឡើងក៏ស្រាប់តែឃើញបញ្ញវុធនិងវិរៈកំពុងតែឈរនៅមុខផ្ទះរបស់លោកមេភូមិឡាពេលដែលឃើញគ្រូអាគមដ៏ខ្លាំងពូកែកំពុងតែឈរមិនញញើតខ្លាចរអាក្រុមរបស់ពួកវាអញ្ចឹងអាមេចៅហ្នឹងវាក៏បានចុះពីលើខ្នងសេះហើយដើរសម្ដៅចូលទៅផ្ទះរបស់អ៊ំឡាតែម្ដងនៅពេលហ្នឹងពួកគេក៏បានប្រឈមមុខដាក់គ្នាមេចៅវាក៏បាននិយាយទៅកាន់គ្រូអាគមទាំងពីរនាក់នឹងថាតើពួកឯងមិនខ្លាចងាប់ទេអីបានជាពួកឯងមកឈរធ្វើកំភើភើទាំងកណ្ដាលអាត្រៀតបែបនេះពេលឮអាមេចៅវានិយាយបែបនេះបញ្ញវុធក៏បាននិយាយតបទៅវិញថាបើយើងខ្លាចពួកឯងនោះពួកយើងមិនមែនមកឈរនៅត្រង់នេះរងចាំពួកឯងមកនោះទេពេលដែលមេចៅបានឮសម្ដីរបស់បញ្ញវុធបែបនេះមេចៅវាក៏បានសើចខ្លាំងរួចក៏និយាយគំរាមទៅកាន់ពួកគេទាំងពីរនាក់ថាបើពួកឯងចង់ងាប់ខ្លាំងចាំយើងជូនតាមសំណូមពរពួកឯងទៅចុះនិយាយហើយអាមេចៅនឹងវាក៏បានលើកដៃម្ខាងរួចក៏បញ្ជាឲ្យកូនចៅរបស់វាបាញ់ទៅកាន់វិរៈនិងបញ្ញវុធភ្លាមនៅពេលដែលកូនចៅអាមេចៅនឹងវាបានបាញ់ទៅវិរៈនិងបញ្ញវុធប៉ុន្តែគ្រាប់កំភ្លើងទាំងអស់នោះវាបានធ្លាក់ចុះទៅលើដីក្ដុកតែម្ដងដូចបាច់គ្រាប់លាយអញ្ចឹងដោយសារតែសំឡេងគ្រាប់កំភ្លើងឮខ្លាំងពេកពេលនឹងអ៊ំមេភូមិឡាគាត់ក៏បានចេញពីផ្ទះរបស់គាត់មកខាងក្រៅដែរអ៊ំមេភូមិឡាគាត់ក៏បានឃើញបញ្ញវុធនិងវិរៈកំពុងតែប្រឈមមុខជាមួយនឹងក្រុមចៅអ៊ំមេភូមិឡាគាត់មានអារម្មណ៍ថាភ័យខ្លាចមែនទែនក៏ប៉ុន្តែពេលនឹងវិរៈក៏បានងាកទៅឃើញអ៊ំមេភូមិឡាគាត់មានអាការៈភ័យខ្លាចបែបហ្នឹងវិរៈក៏បាននិយាយទៅកាន់អ៊ំមេភូមិឡាថាលោកមេភូមិមិនបាច់មានការភ័យខ្លាចអីនោះទេណាជីវិតមួយម្នាក់នោះទេអញ្ចឹងកុំធ្វើខ្លាចពួកវាអីបើសិនជាលោកមេភូមិខ្លាចសូមលោកមេភូមិចូលទៅក្នុងផ្ទះវិញចុះកុំចេញមកខាងក្រៅធ្វើអ្វីពេលដែលឮវិរៈនិយាយបែបនេះអ៊ំមេភូមិឡាគាត់ក៏សម្រួលអារម្មណ៍វិញបន្តិចហើយក៏បានតបទៅទាំងញ័រមាត់ថាមិនអីទេលោកក្មួយខ្ញុំមិនអីទេខ្ញុំនៅទីនេះហើយក្រែងបានជួយអ្វីទៅដល់ពួកលោកក្មួយទាំងពីរអ្នកខ្លះពេលដែលឮអ៊ំឡាដែលជាមេភូមិនិយាយបែបនេះហើយបញ្ញវុធនិងវិរៈមិនបាននិយាយអ្វីតទៀតជាមួយនឹងអ៊ំប្រុសឡាឡើយពីរអ្នកហ្នឹងក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាជាមួយនឹងអាមេចៅហ្នឹងតែម្ដងហើយចំណែកអាមេចៅហ្នឹងវាមិនបាច់ឆ្ងល់អីនោះទេដោយសារតែវាដឹងមុនហើយថានៅពេលដែលខ្មុំតិចកូនចៅរបស់វាងាប់មុនហ្នឹងវាដឹងថានៅក្នុងភូមិនេះច្បាស់ជាមានគ្រោះអាគមខ្លាំងជាមិនខានក៏ប៉ុន្តែនៅពេលនេះវាជួបហើយគឺវិរៈនិងបញ្ញវុធនេះឯងកំពុងតែឈរទល់មុខជាមួយនឹងគ្នាទៀតស្របពេលនឹងផងដែរមេចៅវាក៏បានបញ្ជាឲ្យកូនចៅរបស់វាហ្នឹងយកកំភ្លើងពីខ្នងសេះរបស់វាឲ្យវាបន្ទាប់ពីកូនចៅរបស់វាយកកំភ្លើងដល់ដៃវាហើយវាក៏ចាប់ផ្ដើមសូត្រមន្តអាគមដាក់កំភ្លើងរបស់វារួចក៏អាមេហើយបាញ់សម្ដៅមករកបញ្ញវុធនិងវិរៈប៉ុន្តែគ្រាប់កំភ្លើងហ្នឹងទោះបីជាវាលឿនមែនក៏ប៉ុន្តែវិរៈនិងបញ្ញវុធនេះគេកិច្ចបានលឿនរហ័សខ្លាំងណាស់លឿនជាងគ្រាប់កំភ្លើងដែលមេចៅនោះបាញ់តម្រង់ទៅពួកគេថែមទៀតពេលដែលពួកគេកិច្ចទៅម្នាក់ម្ខាងចុះឡើងពីអាមេចៅនឹងស្រាប់តែពេលនឹងបញ្ញវុធក៏បានទាញយកកំភ្លើងដែលលោកមេភូមិបានប្រគល់ឲ្យពួកគេកាលពីក្បាលល្ងាចហ្នឹងយកមកសូត្រមន្តអាគមដាក់កំភ្លើងនឹងហើយបាញ់ឆ្ពោះទៅអាមេចៅនឹងវិញប៉ុន្តែមេចៅនឹងក៏វាមិនធម្មតាដែរវាក៏បានកិច្ចយ៉ាងរហ័សដោយពួកគេទាំងពីរនាក់អញ្ចឹងប៉ុន្តែគ្រាប់កំភ្លើងដែលបញ្ញវុធបាញ់ហ្នឹងទោះបីជាវាមិនបានត្រូវមេចៅក៏ដោយប៉ុន្តែវាក៏បានហោះទៅចំកូនចៅរបស់ចៅនៅខាងក្រោយឯណោះវាមានខាតអីមួយគ្រាប់ដឹងតែមួយគ្រាប់ហើយ
កូនចៅរបស់មេចៅហ្នឹងក្រោយពីវាត្រូវក្រកំភ្លើងហើយវាក៏ដេកប្រកាច់រនាលបាយឈាមពេញនឹងតែម្ដងសំឡេងកំភ្លើងក៏លាន់ឮឲ្យរំពងពេញភូមិចំណែកឆ្កែនៅក្នុងភូមិវាក៏ចាប់ផ្ដើមព្រុសខ្លាំងយកតែម្ដងហើយចំណែកអ្នកភូមិនៅម្ដុំនឹងវិញម្នាក់មិនហ៊ានចុះពីលើផ្ទះនោះទេបានត្រឹមតែតាមបង្អួចមើលមកកន្លែងកំពុងតែកើតហេតុតែប៉ុណ្ណោះបើអ្នកភូមិដែលមានផ្ទះឆ្ងាយមិនហ៊ានចេញពីក្នុងផ្ទះដើម្បីដើរមកមើលឡើយម្នាក់សង្ងំឆឹងតែម្ដងនៅពេលដែលសំឡេងគ្រាប់កំភ្លើងបាញ់តគ្នាទៅវិញទៅមកប្រដាក់គ្នាមិនឈប់មិនឈរវិរៈក៏បានស្រែកទៅកាន់អ៊ំមេភូមិឡាឲ្យអ៊ំមេភូមិឡាចូលទៅក្នុងផ្ទះវិញទៅក្រែងលោគ្រាប់កំភ្លើងហោះទៅត្រូវចំគាត់ធ្វើឲ្យគាត់រងរបួសឬក៏អាចបាត់បង់អាយុជីវិតចឹងទៅព្រោះថាគ្រាប់កំភ្លើងវាមិនមានភ្នែកនោះទេពេលដែលឮវិរៈស្រែកទៅប្រាប់គាត់ហើយមេភូមិឡាគាត់ក៏ប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះរបស់គាត់បិទទ្វារឡើងជិតឆឹងវិញទៅហើយចំណែកកូនប្រពន្ធរបស់មេភូមិឡាអ្នកទាំងពីរហ្នឹងក៏មិនបានដេកពូនអីដែរដោយសារតែថ្លង់ហើយណាមួយពួកគាត់ស្រីផងអញ្ចឹងពួកគាត់មានការភ័យខ្លាចច្រើនបញ្ញាវុធជាមួយនឹងមេចៅបានបាញ់គ្នាទៅវិញទៅមកនៅក្នុងភាពងងឹតហើយចំណែកវិរៈវិញក៏បានទៅប្រយុទ្ធជាមួយនឹងកូនចៅដែលនៅសេសសល់និយាយទៅអាកូនចៅដូចជាដៃឆ្វេងដៃស្ដាំរបស់ចៅហ្នឹងពួកវាទាំងពីរនាក់ក៏ចេះនៅមន្តអាគមដែរដូច្នេះហើយទៅវិរៈប្រយុទ្ធជាមួយពួកវារៀងតឹងចំណែកអាកូនចៅផ្សេងទៀតវិរៈបានសម្លាប់អស់ហើយពេលនេះក្រុមចៅសល់គ្នាតែ3នាក់តែប៉ុណ្ណោះដៃឆ្វេងដៃស្ដាំនិងអាមេចៅដែលកំពុងតែបាញ់គ្នាជាមួយនឹងបញ្ញាវុធនោះបញ្ញាវុធបានបាញ់គ្រាប់កំភ្លើងដែលបញ្ចុះដោយមន្តអាគមទៅចំស្មាអាមេចៅនឹងមួយគ្រាប់ចំណែកមេចៅនឹងក៏មិនធម្មតាដែរបានបាញ់គ្រាប់កំភ្លើងអាគមរបស់គេមកចំដៃរបស់បញ្ញាវុធមកខាងដែរប៉ុន្តែបញ្ញាវុធទោះបីជាត្រូវរបួសយ៉ាងណាក៏គេតស៊ូប្រយុទ្ធជាមួយនឹងមេចៅដែរមួយសន្ទុះក្រោយមកក៏ស្ងាត់សម្លេងកំភ្លើងបាញ់គ្នាទៅវិញទៅមកនឹងប្រហែលជាកំភ្លើងអស់គ្រាប់ហើយក៏មិនដឹងពេលហ្នឹងអ្នកទាំងពីរក៏ប្រយុទ្ធគ្នាដោយដៃនឹងដៃបញ្ញាវុធមានប្រៀបជាងមេចៅដោយសារតែបញ្ញាវុធមានកម្លាំងខ្លាំងជាងហើយណាមួយមានគេធំទៀតចំណែកមេចៅហ្នឹងរៀងចាស់ហើយណាមួយមានតូចជាងបញ្ញាវុធចាប់បោកយកប៉ុន្តែដូចជាមិនស្គៀបនឹងស្បែករបស់អាមេចៅនឹងតទៅសោះហើយមើលទៅមេចៅនឹងហាក់បីដូចជាមិនត្រូវរបួសហើយដូចជាមិនឈឺនៃការវាយប្រហារពីបញ្ញាវុធឡើយវាយគ្នាចុះឡើងទៅមកមេចៅនោះវាក៏ស្រាប់តែលើកដៃប្រណម្យសូត្រនៅមន្តវិជ្ជាវាបានបន្តិចវាក៏បានប្រែខ្លួនคล้ายមកជាចចកខ្មៅមួយយ៉ាងធំភ្នែកឡើងក្រហមនិយាយទៅសត្វចចកដែលអាមេចៅវាបានប្រែខ្លួនទៅហ្នឹងគឺវាមានទំហំខ្លួនធំយកទៅមែនទេធំជាងកូបាថែមទៀតផងខ្ពស់ជាងមនុស្សទៀតហើយណាមួយវាក៏មានកម្លាំងខ្លាំងក្លាថែមទៀតផងបន្ទាប់ពីវាប្រែរូបរាងคล้ายជាចចកខ្មៅដ៏ធំសម្បើមហើយវាក៏បានលោតទៅខំសម្លាប់បញ្ញាវុធតែម្ដងវាបានខំចំដៃបញ្ញាវុធមកខាងរួចបោកបញ្ញាវុធទៅលើដីក្រឡេកទៅមើលវិរៈនិងកូនចៅទាំងពីរនាក់នេះវិញមើលទៅកូនចៅហាក់បីដូចជាមានប្រៀបទៅលើវិរៈខ្លាំងណាស់ដោយសារតែពីមួយណាមួយកូនចៅហ្នឹងវាមិនមែនជាមនុស្សធម្មតាណាវាក៏ចេះនៅមន្តវិជ្ជាខ្លះដែរដោយសារតែមេចៅបានបង្ហាត់បង្រៀនពួកវាទាំងពីរនាក់បញ្ញាវុធបានសូត្រនៅមន្តអាគមដាស់នៅដំរីរបស់គេពេលហ្នឹងក៏មានសត្វដំរី 2-3 ក្បាលបានរត់ចេញពីព្រៃសម្ដៅមករកពួកគេទាំងពីរនាក់ដើម្បីជន់សម្លាប់ប៉ុន្តែពួកវាទាំងពីរនាក់ហ្នឹងក៏គេចបានយ៉ាងរហ័សហើយវាក៏បានប្រយុទ្ធជាមួយនឹងដំរីអាគមរបស់វិរៈតែម្ដងបងប្អូនដឹងហើយវិរៈគឺជាស្ដេចអាគមមកដំរីអញ្ចឹងត្រឹមតែដំរីធម្មតាវិរៈហើរចេញពីព្រៃយ៉ាងស្រួលដោយចាញ់នៅមន្តអាគមវិរៈអញ្ចឹងប្រយុទ្ធគ្នាជាមួយនឹងដំរីបានមួយសន្ទុះកូនចៅទាំងពីរនាក់ហ្នឹងត្រូវបានដំរីអាគមរបស់បញ្ញាវុធជន់សម្លាប់ទាំងពីរនាក់ឡើងកំពិតដូចជាជៀនចេញពោះវៀនមកក្រៅយ៉ាងមើលទៅគួរឲ្យសង្វេគខ្លាំងជាទីបំផុត
ក៏ប៉ុន្តែទោះបីជាស្លាប់យ៉ាងអាណត្តិធំយ៉ាងណាក៏ដោយក៏ពួកវានៅតែជាចៅដែលបានសម្លាប់អ្នកភូមិអ្នកស្រុកអស់ជាច្រើនអ្នកមកហើយនៅពេលនេះដៃឆ្វេងដៃស្ដាំរបស់អាមេចៅនឹងវាក៏បានងាប់ដែរហើយវីរៈក៏បានបែរទៅជួយបញ្ញវុធវិញព្រោះថាមើលទៅអាចចកខ្មៅដ៏ធំសម្បើមរបស់ចៅហ្នឹងណាវានិយាយទៅវាគឺកាយសាហាវមែនទែនហើយវាខ្លាំងក្លាថែមទៀតវីរៈក៏បានចូលទៅជួយបញ្ញវុធបើពុំដូច្នោះទេអាចឆ្កែចកខ្មៅហ្នឹងវាខំសម្លាប់បញ្ញវុធជាមិនខានព្រោះថាកម្លាំងវាខ្លាំងក្លាសម្បើមណាស់វីរៈក៏បានហក់ចូលទៅចាក់ចកខ្មៅហ្នឹងពេញមួយកំបិតភ្លុកដំរីរបស់គេធ្វើឲ្យចកនោះប្រកាច់ប្រកិនតែម្ដងប៉ុន្តែវាមិនត្រូវរបួសធ្ងន់នោះទេដោយសារតែស្បែករបស់វាក្រាស់សម្បើមណាស់ទោះបីជាលេចមួយកំបិតភ្លុកដំរីរបស់វីរៈហើយក៏ឆ្កែចកហ្នឹងវានៅតែមានកម្លាំងខ្លាំងដដែលវាក៏បានក្រឡោះខ្លួនធ្វើឲ្យវីរៈខ្ទាតចេញពីខ្លួនរបស់វាប៉ើងទៅខ្ទប់នឹងដីយ៉ាងពេញទំហឹងឡើងហុយជប់តែម្ដងក៏ប៉ុន្តែវីរៈមិនត្រូវរបួសធ្ងន់ធ្ងរអីប៉ុន្មាននោះទេវីរៈក៏បានស្ទុះក្រោកឡើងយ៉ាងលឿនហើយចំណែកបញ្ញវុធវិញក៏ស្ទុះក្រោកឡើងដែរទោះបីជាត្រូវរបួសយ៉ាងណាក៏ដោយក៏អ្នកទាំងពីរនៅតែតស៊ូព្យាយាមប្រយុទ្ធជាមួយនឹងសត្វចកខ្មៅនឹងតលតែឈ្នះផងដែរនៅពេលដែលគ្រូអាគមទាំងពីរបានក្រោកឈរឡើងទួនគ្នាបែបហ្នឹងពេលនេះចកខ្មៅធំមួយក្បាលហ្នឹងវាមិនដឹងចាត់ការអ្នកណាមុនឡើយវាក៏បានក្រឡេកចុះក្រឡេកឡើងពេលហ្នឹងវីរៈនិងបញ្ញវុធក៏ចូលស្របគ្នាដើម្បីប្រយុទ្ធនិងសម្លាប់អាចចកខ្មៅធំមួយក្បាលហ្នឹងដោយដៃរបស់វីរៈពេលនេះកាន់កំបិតភ្លុកដំរីដ៏វែងមុតស្រួយរបស់គេហើយចំណែកបញ្ញវុធវិញគេក៏បានកាន់ដាវមាសរបស់គេផងដែរហើយដាវទាំងអស់ហ្នឹងសុទ្ធតែបានបញ្ចុះនៅមន្តអាគមទាំងអស់ហើយពួកគេទាំងពីរនាក់ក៏បានដាស់មន្តអាគមដាក់ទៅលើដាវរៀងៗខ្លួនរួចទៅហើយដើម្បីចាត់ការជាមួយនឹងចកខ្មៅរបស់មេចៅនេះចកវាមើលទៅបញ្ញវុធដូចជាត្រូវរបួសខ្លាំងជាងវីរៈដូច្នេះហើយទៅវាបែកក្បាលហក់ទៅខំបញ្ញវុធតែម្ដងនៅពេលហ្នឹងបញ្ញវុធក៏បានយកដាវមាសរបស់គេកាប់ពេញមួយទំហឹងទៅកាន់ចកខ្មៅដ៏ធំសម្បើមហ្នឹងប៉ុន្តែចកហ្នឹងវារវះខ្លាំងណាស់វាលឿននិយាយទៅហើយបន្ទាប់មកវីរៈក៏បានចូលទៅជួយបញ្ញវុធប្រយុទ្ធគ្នាទៅមុខទៅក្រោយមួយសន្ទុះធំក៏ស្រាប់តែវីរៈបានយកដាវភ្លុកដំរីរបស់គេហ្នឹងចាក់ទៅលើខ្លួនចកម្ដងទៀតប៉ុន្តែលើកនេះដាវភ្លុកដំរីហ្នឹងវាវែងចាក់ចូលធ្លុះពោះរបស់ចកខ្មៅដ៏ធំសម្បើមហ្នឹងតែម្ដងលើកនេះមិនមែនជាកំបិតភ្លុកដំរីខ្លីឯណាក្រោយពីកំបិតភ្លុកដំរីដ៏វែងរបស់វីរៈចាក់ទម្លុះពោះរបស់ចកខ្មៅនោះហើយបញ្ញវុធក៏បានយកដាវមាសចាក់ចូលទៅចំកញ្ចឹងករបស់ចកខ្មៅនឹងមួយដាវទៀតធ្វើឲ្យវាប្រកាច់ពេញដីតែម្ដងនិយាយពីឈាមដែលហូរចេញពីខ្លួនចកខ្មៅនឹងវិញឈាមខ្មៅឲ្យងងឹតតែម្ដងហើយធំក្លិនស្អុយខ្លាំងថែមទៀតបន្តិចក្រោយមករូបរាងចកខ្មៅដ៏ធំសម្បើមនឹងវាក៏បានប្រែរូបរាងមកជាអាមេចៅដែលមានពុកមាត់សម្មេមសម្មាមវិញនៅពេលហ្នឹងពាក់កណ្ដាលអាត្រាទៅហើយក្រោយពេលស្ងាត់សំឡេងប្រយុទ្ធគ្នាបែបហ្នឹងអ្នកភូមិរួមទាំងអ៊ំមេភូមិពួកគាត់ក៏បានចេញមកព្រមគ្នាជាពិសេសនោះគឺពុគុណនិងពុភៀបតែម្ដងពួកគាត់ទាំងពីរនាក់រត់ប្រញាប់ប្រញាល់មកជួយគ្រាគ្រូអាគមទាំងពីរនាក់មើលទៅពួកគេហាក់បីដូចជាកំពុងតែអស់កម្លាំងនិងត្រូវរបួសខ្លះដែរជាពិសេសនោះគឺបញ្ញវុធតែម្ដងដោយសារតែឆ្កែចកខ្មៅដ៏ធំសម្បើមហ្នឹងខំបោកបញ្ញវុធខ្ទប់ទៅនឹងដីម្ដងជាពីរដងធ្វើឲ្យគេរបួសខ្លាំងជាងវីរៈបន្ទាប់ពីពុភៀបនិងពុគុណបានលើកយកអ្នកទាំងពីរទៅដាក់លើគ្រែនៅមុខផ្ទះរបស់លោកមេភូមិហើយពួកគេក៏អង្គុយសម្រាប់មកសន្ទុះលោកអ៊ំមេភូមិឡាគាត់ក៏បានសួរទៅកាន់បញ្ញវុធថាតើក្មួយយ៉ាងម៉េចហើយហ្នឹងគាត់សួរដោយការព្រួយបារម្ភដោយសារតែឃើញបញ្ញវុធត្រូវរបួសខ្លាំងបញ្ញវុធក៏បានតបទៅគាត់វិញថាខ្ញុំមិនអីនោះទេអ៊ំត្រឹមតែរបួសប៉ុណ្ណេះខ្ញុំធ្លាប់ឆ្លងកាត់ជាច្រើនមកហើយ
ông mấy phùm lá cất cả bài tầm mơ về em đòn tờ mùi khang này mình ấy tê miền tế với các bạn ngộ các bà rút con nhầm đã lục ông mấy phùm mình tỏ máu cái các bạn to vinh tha bạn lục ông nhóm đôi tay lực cừu bột đai tê buộc nhóm mình ấy nô tê ná xôm ông cùng bà ròm ấy nợ bề đài lư sầm đây rồi bỏ cừu cùng từng pi nè nắng bài nắng nợ phùm từng ở kia đài nư khung tê rồi bỏ ông mấy phùm lá buộc cót cò riêng ngọc trận hỡi mơ ta từng mộng nợ phùm mình nè đôi chỉ bàn thu sới nâng đi làng vinh nợ phùm từng ở kia buộc cót mình bàn trả tranh bịp tê rồi bỏ ông mấy phùm lá từ tê rồi bỏ buộc cót vinh nô tê buộc cót nư cùng đò cừu cùng từng pi nè rồi hốt to tạiปัญญาวุฒิnâng về rẽ ban liên lập bùa riêng khuôn ruồi cày piปัญญาวุฒิnâng về rẽ ban liên lập bùa nâng bật lập bùa riêng khuôn ruồiพวกเก๋เมื่อเต้าโดยเฉพาะธรรมดาโดยที่มันมีการชื่อจับไอ้นู่นเตะเนี่ยภูมิมันเนี่ยสำลังเมื่อตะการหมกกลัวกลมตั้งปีดาวสยามสาวไปนั่งผู้เพียบกับบานในใหญ่ตะการกลัวกลมตั้งปีท่าปะโถเอ้ยลูกครูเต้าระบบดอกถนัดหนังหายโดยที่มันมีการชื่อจับไอ้ติงจังจำเลยพวกขยมวิ่งเต้าแต่ติงนั้นชื่อจองสลับไปนั่งเนี่ยภูมินักไม้นั่งก็นอมขณีสายให้กระเตะได้หลังเอาไม่ภูมิล้าก็กับบานในใจตะการเนี่ยภูมิถึงออกเนียทาต่อเนี่ยต้องออกเนียยื้อเรียบจอมพักสีแต่งยุบแต่งรองเตอดำใบออบใจจำเนียระบบลูกครูแต่งปีได้บ้านสำหรับอาเมเจ้าอากุมดอกำลังโคเขานิบ้านเนี่ยภูมิก็จับดาวเตะได้ปลายมดองเตียนให้มันต่อเมาผู้เพียบหนึ่งผู้คนรวมเตียงเนี่ยภูมิปลอกได้มีกำลังกำไฮประมาณเนี่ยเตียนพวกก็ก่อเรียบจอมดำใบโยสราหมอกพักโยสัจโยไอจังตือเนบเตียระบอลงไม่ภูมิคือเมียนซับกรุบแบบอย่างพวกก็ต่างออกเนียก็อังกฤษพักซีจมเนียมือวงเนบเตียระบอลงไม่ภูมินั้นจะใจเนียบรรดาพักซีบรรดาเราโคตรโตพลื้แต่มาดองโปรธาพวกกอดมันมีนเปลเวลีนาโดยจะเป็นนิดนูเตให้จำนายเนี่ยภูมิได้มีนจงือนั่งปัญญาวุฒิหนึ่งเวรีบ้านในใหญ่อ่างนั่งเทนีธานั่งจุยเจียบ้านเนี่ยจงือถึงอ่อนนั่งเอาบ้านเจียสัสบายให้จำนายเอาเมภูมิได้กอดบ้านฉลองจงือซันโดรกนั่งเวรีบ้านซ้อมทำการปีไงมันไปได้มาดอลหายเพลียมนั่งเอาลูกเอาเมภูมิกอดโยตดำผักจังเตอปากการะระบอกกอดเรียงทูสบายคลังเติบกอดมีนกำลังกำไห้มองกอยผักจมขณีจิมุ้ยหนึ่งเนี่ยภูมิรวมเตียงกลัวกลมเตียงปีเนี่ยหนึ่งพองได้ปวกกอดต่างออกขณีอังกอยผักพองจะใจขณีพองเราโหต้นพลื้แต่มาดองขมีเนี่ยนามันเนี่ยบานเด็กปูนูเตรู้ดอกเปลือกเหลืองเนี่ยภูมิต่างออกขณีก็บ้านบ่มใบขณีจะเจงปิบเตี้ยระบอกลูกเอามีภูมิลารวมเตียงปุพีบให้นางปุกลพองได้จำนายไอกลัวกลมเตียงปีเวรียนังปัญญาวุฒิพวกเกตั้งปีนี้กับบานสำราเนบเตียระบอลูกองไม่ภูมิลาระยะเป็นปีไงหรือกับใบไงไอเตียนตำรวจแต่ระบบพวกเกเกรียมบานทูเติมพวกเกจะใจปีภูมิเวียลใบนี้ระยะไปปีไงกันลองพอเตอหมกระบบพวกเกตั้งปีกระจับประดามเกรียมหายกำลังกำไห้กระจับประดามมีนลางเวงพวกเกตั้งปีเนี่ยก็จับประดามเลียเนี่ยภูมิเวียลใบรวมเตียงลูกเอาไม่ภูมิลาพองได้ดำใบจ่าเจงปีภูมินี้เติมภูมิสตรอกระบบพวกเกเรียงคลวนเวงเนไปได้เนี่ยภูมิต่างออกนี้บ้านลึกกลัวกลมต่างปีในใจเลียแบบนี้มันเนี่ยตึกในโรลินโรลงหะใบโดยเชียมันได้จันเอากลัวกลมต่างปีนี้จ่าเจงปีภูมิระบบปวกกวาดต่อแต่ซออ่อนใหญ่ปีเรื่องเนี่ยภูมิได้การจงเงือซันโตรวิงเนี่ยภูมิถึงอ่อนนูเมียนกำลังกำไฮหาใบโดยเชียบานทูสบายชราญเมียนเนี่ยคลาก็เชียได้ระยะเป็นปีไงนี้มันเป็นปีไงนั้นปัญญาวุฒิหนึ่งวิริยะสำหรับเชียบาลแต่หมกระบบคลุนไอโนเตเก็บบานซ้ำน้ำช่วยเชียบาลตลอดเนี่ยภูมิเวลใบถึงออกขณีแต่มาดองเอาใต้เนี่ยนาการจงเงือไอจังตือเมื่อตะการตึกหมกระบบปุพีปุกลรวมเตียงเอาเมภูมิลาไว้ตึกในระบบพวกกอดก็สระจงมัดหาใบโดยเชียมีมโนสินเจตนาจะมุ่ยนังกลัวกลมตั้งปีเนี่ยนินจังบรรตัวปีบานเลียเนี่ยภูมิตั้งออกนี่หายเวรียกับบานจีดำไรระบบเก๋จ้าเจงปีเตะระบบลูกเอาเมภูมิลาแต่มาดองให้จำนายไอปัญญาวุฒิวิ้งเก๋กับบานจีเสเก๋จ้าเจงโดยขณีเพลย์ถวยดำน้าเติบเตะระบบปัญญาวุฒินังเวรียนัง
បញ្ញវុធត្រូវធ្វើដំណើរកាត់ភូមិស្រុករបស់វីរៈរយៈពេលប្រមាណថ្ងៃក្រោយមកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកដល់ភូមិស្រុករបស់វីរៈបញ្ញវុធក៏បានចូលទៅលេងផ្ទះរបស់វីរៈដែរដើម្បីឲ្យស្គាល់ងាយស្រួលថ្ងៃក្រោយគ្រាន់បានឆ្លងកាត់អីចូលលេងចឹងទៅហើយក្រោយពីចូលលេងផ្ទះរបស់វីរៈហើយបញ្ញវុធក៏បានធ្វើដំណើរទៅភូមិស្រុករបស់គេតែម្ដង